Hello សួស្តីសួស្តីបាទវីដេអូថ្ងៃនេះដែរគឺយើងធ្វើនៅក្នុងថ្ងៃទី30 ខែ 6 ឆ្នាំ 2026 បាទសម្រាប់ថ្ងៃដែលយើងបានឆ្លងវិញគឺថ្ងៃ30ប្រហែល38ហី38ថ្ងៃនៃថ្ងៃដែលយើងបានដាក់ឆ្លងគឺធ្វើអឺនឹងរើប្រាក់ចំណូលឲ្យបាន$50,000ក្នុងរយៈពេលកន្លះឆ្នាំគឺ180ថ្ងៃបាទអញ្ចឹងថ្ងៃនេះដែរគឺ38ថ្ងៃហើយអញ្ចឹងវឌ្ឍនភាពនៃចំណូលរបស់យើងគឺនៅមិនទាន់បានចូលឡើយទេគឺបាននៅដូចគ្នាដូចដើមអញ្ចឹងប៉ុន្តែយើងនិយាយពីវឌ្ឍនភាពនៃការងាររបស់យើងគឺយើងបានវិវត្តទៅច្រើនការងាររបស់យើងក៏យើងមានច្រើនហើយភ្ញៀវក៏ទុកចិត្តយើងកាន់តែច្រើនអញ្ចឹងបើយើងប្រៀបធៀបជាមួយនឹងអ្វីដែលយើងចាប់ផ្ដើមធ្វើគឺវាមានគឺវាខុសគ្នាឆ្ងាយមែនទែនអញ្ចឹងសូមបញ្ជាក់ថាភាពរីកចម្រើនរបស់យើងគឺបានវិវត្តទៅហើយនៅពេលដែលយើងវិវត្តទៅច្បាស់ណាស់លទ្ធផលយើងអត់ទាន់បានប៉ុន្តែចិត្តនឹងមកដល់ហើយអញ្ចឹងការខិតខំប្រឹងប្រែងរបស់យើងហើយការងារក្នុងថ្ងៃនេះដែរយើងបានទៅធ្វើមិនទាន់បានសម្រេចទេប៉ុន្តែយើងទៅមិនទាន់បានលទ្ធផលតែយើងធ្វើឲ្យបានសម្រេចទីមួយយើងទៅបានផតដីទីតាំងស្អាតមួយនៅក្បែរវត្តសំរោងដែរហើយនៅខាងនោះក៏ដីស្អាតដែរតម្លៃល្អហើយនៅហ្នឹងគេហៅសង្កាត់គោឃ្លាំងបែរវត្តសំរោងដែរហ្នឹងហើយតម្លៃមួយការ៉េតែ$388ចឹងខ្ញុំគិតថាដីហ្នឹងគឺល្អបាទដីនៅហ្នឹងឲ្យតែមានអ្នកចង់បានពិតប្រាកដគឺយើងរុញទៅដាក់នៅហ្នឹងគឺបានហើយមួយវិញទៀតដីដែលយើងបានទៅថតបន្ទាប់ហ្នឹងគឺនៅខាងក្បាត់ក្រុងបាទចំពោះដីក្បាត់ក្រុងក៏ដីល្អដែរអញ្ចឹងមានទំហំដល់ចិត្តកន្លះហាត់ដែរ4880ការ៉េហើយបានក្បាលដីហ្នឹងវាចូល47ម៉ែត្រណាបាទ47ម៉ែត្រហើយតម្លៃល្អតម្លៃត្រឹមតែ$230នៅក្នុង1ម៉ែត្រការ៉េតែជាទូទៅដីនៅលើហ្នឹងចាប់ពី$260រហូតទៅដល់$280អញ្ចឹងនេះគឺជាដំណឹងមួយដែលល្អហើយខ្ញុំជឿថាដីកន្លែងហ្នឹងគឺល្អមែនទេបាទហើយដីហ្នឹងវាជាក់ស្ដែងយើងបានមានទីតាំងលក់ច្រើនមានដីដែលភ្ញៀវគាត់បោះលក់ច្រើនហើយតម្លៃគឺយើងបានឃើញស្រាប់ថាវាតម្លៃខ្ពស់សម្រាប់នៅឆ្ងាយពលានក៏ខ្ពស់ដែរនៅខាងផ្លូវជាតិលេខ3ចូល289 286ក្នុងហ្នឹងហើយនោះឆ្ងាយពីពលានទៀតតែនេះជាក់ស្ដែងដីនេះទៅបានតំណឹងផាក់មិញឯពេលថ្ងៃក៏បានតំណឹងភ្លាមពួកយើងទៅថតភ្លាមបាទដូចជាដីនៅលើក្បាត់ក្រុងដូចគ្នានៅលើជាគៀកជាមួយនឹងផ្លូវជាតិលេខ3តម្លៃ286អញ្ចឹងតម្លៃខុសគ្នាឆ្ងាយខុសគ្នា$50មិនដឹងថាមកពីអ្នកដាក់ព័ត៌មានឲ្យយើងឬក៏ម្ចាស់ពិតជាកុនលុយមែននេះយើងមិនច្បាស់ទេប៉ុន្តែយើងទទួលបានដំណឹងថាដីហ្នឹងគឺលក់ហើយតម្លៃពិតជាល្អមែនហើយអ្វីដែលយើងមានអារម្មណ៍ថាសុវ័យចិត្តដោយសារតែមានភ្ញៀវដែលគាត់ពងឲ្យយើងចរចាដីដែលគេដាក់តម្លៃ270ហើយគាត់ឲ្យយើងចរចាតម្លៃ$200ហ្នឹងវាខុសគ្នាតិចតួចហើយនៅក្បែរគ្នាដីនៅក្បែរគ្នាស្រាប់ទៀតដល់ពេលអញ្ចឹងវាធ្វើឲ្យយើងកាន់តែមានអារម្មណ៍ថាអូចិត្តត្រូវហ្នឹងហើយអញ្ចឹងយើងសុវ័យចិត្តភ្ញៀវគាត់ឆានមកគាត់ឲ្យតថ្លៃ200អញ្ចឹងខ្ទង់220 230អីគាត់ទិញហើយដីដែលយើងបានទៅមើលហ្នឹងគឺវាត្រូវកន្លែងហ្នឹងវាត្រូវជាមួយនឹងតម្លៃប៉ុន្តែពាក់ព័ន្ធជាមួយនឹងទីតាំងយើងអត់ច្បាស់ទេហើយខ្ញុំបានតម្លាក់ព័ត៌មានជូនគាត់ហើយបងស្រីដែលចង់ឲ្យទៅជែកដីនៅក្បែរពលានហ្នឹងក៏ដូចគ្នាដែរគាត់បើកើតជែកគាត់ឲ្យ60អីអញ្ចឹងដីហ្នឹងវាហាក់ប្រហែលទៅប៉ុន្តែតាក់នៅដីខាងមុខមួយបានអញ្ចឹងដីមួយបានហ្នឹងចាំមើលឲ្យខាងអ្នកដែលណែនាំឲ្យយើងទៅជែកជាមួយនឹងម្ចាស់យ៉ាងណាមិញក៏មានវឌ្ឍនភាពនៃការងាររបស់យើងក៏វិវត្តទៅហើយទី1ដីមានការជជែកចរចាប៉ុន្តែមិនទាន់ត្រូវនៅក្បែរពលានហ្នឹងខាងក្នុងហ្នឹងនៅខាងក្រោយហើយចំណែកទី2ដីនៅលើក្បាត់ក្រុងដូចគ្នាដែរអញ្ចឹងអ្នកទិញក៏ឲ្យយើងទៅជជែកចរចាអញ្ចឹងសូមបញ្ជាក់ថាវិវត្តនភាពនៃការងាររបស់យើងចាប់ផ្ដើមរីកចម្រើនហើយត្បិតតែយើងមិនទាន់បាន close deal ជាប់មែនប៉ុន្តែវាបានវិវត្តទៅហើយខ្ញុំជឿថាមិនយូរទេកិច្ចការងារដែលយើងកំពុងធ្វើនឹងសម្រេចដោយសារតែការងាររបស់យើងនេះយើងទទួលស្គាល់ថាការវិវត្តនៃប្រាក់ចំណូលរបស់យើងវាអត់អាចលឿនវាអត់តន់លឿនហ្នឹងហើយដោយសារតែការងារដែលយើងកំពុងធ្វើយ៉ាងតម្លៃយ៉ាងគួរសមដែរអញ្ចឹងពាក់ព័ន្ធជាមួយការ close deal វាអាចនឹងត្រូវការគិតពិចារណាច្រើនតិចទាំងជាក់ស្ដែងភ្ញៀវបាទភ្ញៀវដែលគាត់ត្រូវការទិញដីទុកចំណេញឬក៏ទិញដីទុកសាងសង់អីហ្នឹងគឺគាត់ត្រូវការគិតច្រើនដែរបាទព្រោះទំហំលុយ
ចូលកន្លែងខ្លះចូលកន្លះលានអីដែរបាទកន្លែងខ្លះចូលដល់1លានជាងអីដែរបាទហើយម្ដងថ្ងៃនេះយើងមានភ្ញៀវដែលចរចាផាត់ផាយហ្នឹង3នាក់បាទ3នាក់ហើយបន្តមកទៀតការងារយើងបន្តទៀតគឺថ្ងៃនេះវីដេអូដែលយើងផ្សាយចេញនេះគឺផ្សាយចេញពីខាងខេត្តកំពតទៅបាទអញ្ចឹងសម្រាប់វីដេអូដែលកំពុងតែធ្វើនេះគឺចេញពីទឹកដីខេត្តកំពតថ្ងៃនេះទៅមើលទីតាំងដីមួយនៅកំពតទុកឲ្យចិនដែលសាងសង់រោងចក្រនេះហើយពិតជាទទួលបានដំណឹងមិនសូវល្អទេដោយសារតែអ្នករៀបចំទិញដីឲ្យយើងនឹងគាត់អត់យល់អំពីនីតិវិធីក្នុងការធ្វើគាត់ថាទិញដីឲ្យចិនអញ្ចឹងសម្រាប់សាងសង់រោងចក្រអញ្ចឹងវាបែកព័ត៌មានធ្វើឲ្យតម្លៃដីមានការប្រែប្រួលខ្ពស់ជាងធម្មតាអញ្ចឹងដោយសារតែការធ្វើការរបស់គាត់ហើយមិនយូរទេយើងនឹងទីតាំងថ្មីដោយសារតែក្បាត់ទីតាំងមួយទិញមិនបានក៏យើងអាចមានទីតាំងផ្សេងដែរឲ្យតែគេនៅតែបន្តទុកចិត្តយើងឲ្យយើងទៅធ្វើការហើយអញ្ចឹងឥឡូវជាក់ស្ដែងឥឡូវនេះគឺយើងព្រោះស្វែងរកផ្លូវដើម្បីហៅមើលទីតាំងដីថ្មីបាទនៅក្នុងថ្ងៃហ្នឹងដែរពីអាសៀលហ្នឹងបាទអញ្ចឹងការងាររបស់យើងគឺវគ្គចុងក្រោយនេះគឺពេលអាសៀលនេះគឺយើងស្វែងរកទីតាំងដីថ្មីបាទសម្រាប់ដាក់ជូនចិនដែលគាត់កើតចា៎បាទការងាររបស់យើង3 4 5គឺសិតតែរវល់ទាំងអស់ប៉ុន្តែយើងផ្ដោតទៅលើការងារមួយសិនហើយការងារនោះពេលយើងបានទទួលបានដំណឹងពីអ្នកគូជេថាមានដីល្អអញ្ចឹងយើងដាក់ឲ្យភ្ញៀវហើយភ្ញៀវឲ្យទៅជែកចរចាក៏យើងអត់បខំដែរតែបខំទៅជារឿងផ្សេងវិញអញ្ចឹងវិធីសាស្ត្រក្នុងការទៅជែកវិធីសាស្ត្រក្នុងការឲ្យទិញដោយសប្បាយចិត្តវិធីសាស្ត្រធ្វើឲ្យលក់ឲ្យសប្បាយចិត្តវាជារឿងមួយដែលសំខាន់ឲ្យភាគីទាំងសងខាងទទួលយកបានហើយត្រូវប្រើប្រាជ្ញានិងភាពប៉ិនប្រសប់របស់យើងទាំងពីរនាក់ដើម្បីទៅសម្រេចកិច្ចការងារនឹងនៅចុងបន្ទុយវីដេអូនេះខ្ញុំនឹងនិយាយអំពីពាក់ព័ន្ធជាមួយនឹងកិច្ចការងារដែលយើងកំពុងធ្វើហ្នឹងដែលមានការខំប្រឹងប្រែងហើយជាមួយនឹងវិធីសាស្ត្រដែលយើងនឹងធ្វើវាយើងក៏លេចមកមើលការងារដែលយើងកំពុងធ្វើហ្នឹងគឺការចេញអំពីការយកចិត្តទុកដាក់ការចេញអំពីការស្រុះស្រួលគ្នាការចេញអំពីការពិភាក្សាគ្នាការចេញអំពីការចិត្តថ្លើមតែមួយក្នុងការទៅធ្វើការងារដែលយើងកំពុងធ្វើអញ្ចឹងហើយនៅពេលដែលយើងជួបមនុស្សដែលយើងមានការគិតដូចគ្នាមានការខិតខំប្រឹងប្រែងដូចគ្នាមានការយោគយល់គ្នាមានការពិភាក្សាគ្នាដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងអាចធ្វើបានហើយសម្រាប់ទាំងអស់គ្នាក៏ដូចគ្នាដែរបើសិនបើថាទៅធ្វើការជាមួយនរណាគេម្នាក់អញ្ចឹងចូលយល់អំពីគ្នាបានច្រើនចូលយកចិត្តទុកដាក់អំពីគ្នាចូលយោគយល់គ្នាបានច្រើនចូលពិភាក្សាគ្នាបានច្រើនហើយកុំយករឿងយកមកជាពិសេសនោះគឺយើងយករឿងសាច់រឿងយកមកពិភាក្សានិងរកដំណោះស្រាយជាបទពិសោធន៍ដែលខ្ញុំធ្វើកន្លងមកភាគច្រើនគឺអ្នកដែលធ្វើគឺគាត់ភាគច្រើនគឺយកបញ្ហាយកមកដាក់នៅខាងមុខជាងរកដំណោះស្រាយដូច្នេះហើយអត់បានវិវត្តទៅមុខទេអញ្ចឹងខ្ញុំជួបមនុស្សច្រើននៅក្នុងគ្រប់វិស័យទាំងអស់ភាគច្រើនគឺគាត់យកពាក្យមួយម៉ាត់យកមកដាក់នៅមុខមានផលលំបាកសម្រាប់ធ្វើมันមានតំណែងល្អអញ្ចឹងគាត់បានបដិសេធគាត់អត់បានទៅព្យាយាមធ្វើវាទេហើយគាត់រឿងមួយដែលអាចធ្វើបានសម្រាប់គាត់គឺគាត់បដិសេធមិនទៅធ្វើវាតែម្ដងអញ្ចឹងធ្វើឲ្យគាត់បាត់ឱកាសសម្រាប់ពួកខ្ញុំគឺអត់ទេដល់ពេលដែលយើងកំពុងតែធ្វើកិច្ចការងារនឹងបើសិនបើថាជាប់គាំងកន្លែងណាមួយគឺយើងពិភាក្សាគ្នានឹងរកវិធីសាស្ត្រក្នុងការទៅរកវាទៅធ្វើវាដោយសារអីមានតែដំណោះស្រាយទេដែលអាចដោះស្រាយរឿងទាំងអស់ហើយចាប់ផ្ដើមគិតមានតែការចាប់ផ្ដើមគិតហើយយកវាទៅធ្វើយកវាទៅអនុវត្តទេបានចេញជាលទ្ធផលបាទថែមមានថែមអញ្ចឹងសម្រាប់វីដេអូក្នុងថ្ងៃហ្នឹងគឺមានប៉ុណ្ណឹងហើយសារសំខាន់នៅចុងវីដេអូហ្នឹងក៏បានប្រាប់ឲ្យទៅដែរជូនពរទាំងអស់គ្នានៅពេលដែលទាំងអស់គ្នាបានឃើញវីដេអូដែលខ្ញុំកំពុងធ្វើទាំងពីរនាក់ហ្នឹងលើកទឹកចិត្តទាំងអស់គ្នាកុំចាំរហូតទៅដល់ខ្លួនឯងមានលទ្ធភាពកុំចាំដល់ខ្លួនឯងពិតជាមានឱកាសគេផ្ដល់ឲ្យបានទៅធ្វើហើយមិនចេះបង្កើតឱកាសតាមរយៈការខិតខំប្រឹងប្រែងរបស់ខ្លួនឯងក្នុងអ្វីដែលខ្លួនឯងមានស្រាប់នៅក្នុងខ្លួនហើយចាប់ផ្ដើមខ្ចីកម្លាំងអ្នកនៅជុំវិញខ្លួនប្រើឧបមាថាអ្នកដែលនៅជុំវិញខ្លួនគឺជាប្រភពព័ត៌មានគឺជាកម្លាំងចលនាគឺជាអ្វីដែលអាចធ្វើឲ្យយើងទៅមុខបានតាមរយៈមនុស្សហើយនឹងព័ត៌មានដែលនៅជុំវិញខ្លួនយើងហើយជាពិសេសអ្នកដែលមានឥទ្ធិពលទៅលើផ្នែកលុយកាក់ក៏ដោយទៅលើសិទ្ធិសេរីភាពក៏ដោយទៅលើអំណាចក៏ដោយអញ្ចឹង
សុទ្ធតែអាចជួយជុំចែងយើងបានទាំងអស់អាស្រ័យទៅលើតើយើងហ៊ានទៅស្នើសុំឲ្យគាត់ជួយយើងឬក៏អត់អញ្ចឹងមានតែពាក្យមួយទេគឺស្នើសុំឲ្យទៅជួយនៅពេលដែលគាត់ជួយច្បាស់ណាស់យើងប្រកាសជាគិតអំពីទឹកចិត្តគិតអំពីការផ្ដល់ឲ្យគិតអំពីការថ្លែងអំណរគុណគិតអំពីការជួយជុំចែងក្នុងផ្នែកហិរញ្ញវត្ថុព្រោះអីមនុស្សអត់បានមកជួយយើងទៅទេអញ្ចឹងគាត់ធ្វើការរបស់នឹងហើយអញ្ចឹងយើងជាមនុស្សម្នាក់ដែលអាចផ្ដល់ឲ្យទឹកចិត្តយើងទាំងទឹកចិត្តយើងផ្ដល់ឲ្យដោយក្តីស្រឡាញ់យើងផ្ដល់ឲ្យដោយការគោរពអញ្ចឹងយើងដឹងថានរណាគេចង់បានអីមានអ្នកខ្លះគេចង់បានលុយមានអ្នកខ្លះគេចង់បានការគោរពមានអ្នកខ្លះចង់បានការឲ្យតម្លៃមានអ្នកខ្លះគឺចង់បានការសរសើរចេញពីយើងអញ្ចឹងដូច្នេះហើយយើងម្នាក់ត្រូវតែមានការគោរពការឲ្យតម្លៃអត្ថប្រយោជន៍ដែលគួរតែផ្ដល់គឺយើងផ្ដល់ឲ្យអញ្ចឹងយើងត្រូវដឹងថានរណាគេម្នាក់គាត់ត្រូវការអីអ្នកខ្លះគេអត់ត្រូវការលុយកាក់ទេដោយសារគេមានលុយកាក់គេត្រូវការសេចក្តីថ្លៃថ្នូរត្រូវការការគោរពអញ្ចឹងយើងត្រូវផ្ដល់សេចក្តីថ្លៃថ្នូរនិងការគោរពឲ្យគាត់អញ្ចឹងគឺដូចគ្នាទាំងអស់ហើយសូម្បីតែខ្លួនខ្ញុំក៏មានដូចគ្នាដែរនៅពេលដែលខ្ញុំមានលុយគឺខ្ញុំត្រូវការបំផុតការឲ្យតម្លៃនិងការគោរពហើយនៅពេលដែលខ្ញុំអត់លុយគឺខ្ញុំត្រូវការអ្វីគឺខ្ញុំត្រូវការលុយអញ្ចឹងយើងយល់អំពីតម្រូវការសេចក្តីត្រូវការអញ្ចឹងយើងអាចផ្ដល់ឲ្យអ្នកដែលនៅជាមួយខ្លួនបាន Good អញ្ចឹងសម្រាប់វីដេអូហ្នឹងមានប៉ុណ្ណឹងអូខេបាយបាយ Bye bye បងប្អូនទាំងអស់គ្នា ជួបគ្នានៅក្នុងថ្ងៃស្អែក